ចាបងជាស្ត្រីមេផ្ទះចាអត់ចង់ប្រើក្របប៊ីចេងធំទេប្រឡាក់អត់ងាយរលាយចូលជាតិឥឡូវបងប្អូនមកសាកជាមួយនឹងប៊ីចេងមាន9ម្ដងថារលាយលឿនឬក៏អត់ចាឥឡូវនេះគឺយើងចាប់ផ្ដើមប្រឡាក់ត្រីទាំងអស់គ្នាឲ្យបងមើលផ្ទាល់តែម្ដងជាទម្លាប់របស់ខ្ញុំគឺមានការប្រឡាក់ជាមួយនឹងខ្ទឹមឲ្យវាមានក្លិនហើយសំខាន់នោះសាច់ត្រីមានរសជាតិឆ្ងាញ់លួចអំបិលមិនបន្តិចដោយសារយើងប្រើជាមួយនឹងទឹកត្រីចាហើយនេះស្ករហើយទូឯកសំខាន់របស់យើងចាប៊ីចេងមាន9ឲ្យពុកម៉ែបងប្អូនមើលចាតើយ៉ាងម៉េចដែរឥឡូវនេះក្របប៉ានេះហ่าបងចាចឹងធ្វើការច្បល់ឲ្យពុកម៉ែបងប្អូនមើលតែម្ដងតើរលាយលឿនឬក៏អត់ចាគឺមានថារលាយប៊ីចេងសគ្រាប់ទូចខ្លាំងមែនតើអញ្ចឹងវាចាប់ផ្ដើមរលាយចូលជាតិគ្នាអស់ហើយពេលដែលអំបិលនិងស្កររលាយអស់ប៊ីចេងហ្នឹងក៏រលាយអស់ដែរមិនមែនថានៅប៊ីចេងទេណាចាំមើលទាំងអស់គ្នាពុកម៉ែបងប្អូនចាអញ្ចឹងលែងបារម្ភអីលែងខ្លាចថាពេលដែលប្រឡាក់សាច់ប្រឡាក់ត្រីធ្វើឲ្យប៊ីចេងនៅសល់ទាំងគ្រាប់អត់ចូលជាតិគ្នាល្អអីគឺអត់ទេចាអញ្ចឹងមើលទឹកនេះបានចាទឹកហ្នឹងគឺរលាយចង់អស់ហើយសល់តែបន្តិចទៀតទេចាលឿនខ្លាំងមែនតើហើយសំខាន់ប៊ីចេងនឹងរសជាតិឆ្ងាញ់ខ្លាំងតែម្ដងចាអញ្ចឹងមើលជាមួយសាច់ត្រីបានគឺរលាយអស់ហើយចាមើលផ្ទាល់បានណាអត់មានលេងសៀអត់មានការកុហកទេអញ្ចឹងបងដែលកំពុងតែប្រឡាក់ត្រីលក់ប្រឡាក់សាច់ធ្វើបាយស្រូបបាយអីក៏មានភាពងាយស្រួលដែរដោយសារវារលាយលឿនបងចាអញ្ចឹងសំណែនាំបន្តិចប៊ីចេងមាន9នេះផ្សំចេញពីអំពៅហើយនិងដលងអត់មានជាតិអំបិលនិងជាតិស្ករទេអញ្ចឹងពុកម៉ែបងប្អូនយកទៅប្រើចាបានសាកម្ដងហើយគឺដឹងថារសជាតិនឹងឆ្ងាញ់ក៏ប៉ុណ្ណាខុសប្លែកពីបងធ្លាប់ប្រើប៊ីចេងពីមុនមកចាអរគុណ